វីដេអូនេះគឺសម្រាប់កូនកំមុំកូនកន្លោះណាដែលគាត់បានមើលពេលការរួចរាល់ហើយគឺគាត់ដឹងថ្ងៃរៀបការរួចហើយមិនថាដើមឆ្នាំ2026ចុងឆ្នាំ2026ឬដើមឆ្នាំ2027ឬក៏ចុងឆ្នាំ2027ទេអ្វីដែលអ្នកគ្នាត្រូវធ្វើគឺមានពីរចំណុចធំៗហើយត្រូវធ្វើខានមិនបានជាពិសេសអ្នកដែលត្រូវរៀបការចុង2026ក៏ដូចជាក្នុងឆ្នាំ2027អ្វីត្រូវធ្វើមុនគេនោះគឺគីការកក់អាគីការមិនថាអ្នកគ្នាមានកម្រោងការនៅអាគារការពេញមួយថ្ងៃធ្វើកម្មវិធីពេញមួយថ្ងៃនៅហាងតែម្ដងឬក៏ធ្វើតែពេលល្ងាចនៅហាងពេលវេលាផឹកទៀតធ្វើនៅទេហេតើគ្នាត្រូវតែការកក់ហាងឲ្យហើយពីព្រោះដោយសារហាងតែពេញគឺពិបាកហោមែនតើអ្នកគ្នាបើសិនជាភៀវយើងច្រើនទៀតគាត់តែពិបាកអញ្ចឹងត្រូវមើលទៅលើកញ្ចប់នៃវិធីមង្គលការថាតើយើងផ្លែនឲ្យភៀវប្រមាណអ្នកជាធូរហ្នឹងណាដើម្បីយើងអាចកក់ហាងបានថាយើងគួរកក់ហាងចំនួនតុកប៉ុណ្ណាព្រោះហាងឥឡូវមាន60តុកមាន45តុកមាន80តុកបើសិនលើពីហ្នឹងយើងអាចកក់ពីអាគារអីចឹងទៅអញ្ចឹងហាងគឺជាជំរឿនទី1យើងត្រូវកក់ហើយជំរឿនទី2គឺសម្អាងបងប្អូនខ្ញុំទទួលស្គាល់ថាឥឡូវសម្អាងគឺមានច្រើនមែនតើប៉ុន្តែសម្អាងដែលអាចផ្ដល់ឲ្យយើងទៅតាមកញ្ចប់ដែលយើងបានចំណាយទៅលើគាត់ណាក៏មិនមែនមានគ្រប់សម្អាងដែរអញ្ចឹងយើងត្រូវការទៅស៊ើបសួរត្រូវការទៅមើលពីសេវាកម្មរបស់គាត់ត្រូវការទៅមើលពីកៅអៅរបស់គាត់ត្រូវការទៅមើលពីអ្វីដែលគាត់ផ្ដល់ឲ្យក្នុងកញ្ចប់ហ្នឹងអញ្ចឹងបងប្អូនត្រូវតែមើលទី2គឺសម្អាងទៅសួរទៅនាំឲ្យបានច្រើនយ៉ាងហោចណាស់3ទីខមមិនរបស់ខ្ញុំហ្នឹងយ៉ាងហោចណាស់3បងប្អូនត្រូវទៅស៊ើបសួរដើម្បីយកប្រៀបធៀបគ្នាតើមួយណាដែលយើងអាចទទួលយកបានហើយមួយណាដែលធ្វើឲ្យការចំណាយរបស់យើងទៅអត់ខាតបងចំណាយទៅឲ្យត្រូវគោលដៅហើយយើងទទួលបានរង្វាន់ច្រើនមកវិញពីព្រោះតាំងខ្ញុំដឹងសម្អាងឥឡូវមិនមែនដូចមុនទេដូចមុនសម្អាងគឺមានជាកញ្ចប់មានទាំងជាងថតមានទាំងតែងផ្ទះនៅក្នុងនឹងជាកណាត់ណាហើយឥឡូវនេះគេបាយជីដូរវិញអ្នកខ្លះគាត់បោកចំនួនចូលហើយអ្នកខ្លះទៀតគឺអត់មានអីទាំងអស់គឺមានតែសម្អាងទេអញ្ចឹងបងប្អូនត្រូវតែមើលឲ្យហើយតើតោងជាមួយសម្អាងបើសិនជាយើងពេញចិត្តសម្អាងមួយណាហើយអាចកក់គាត់មុនឲ្យហើយទៅព្រោះដោយសារដូចខ្ញុំនិយាយចឹងសម្អាងច្រើនតែសម្អាងដែលអាចផ្ដល់ឲ្យយើងតាមអ្វីដែលកញ្ចប់របស់គាត់ឬក៏យើងចំណាយទៅហើយអត់ខាតអត់មានអារម្មណ៍ថាវាអត់សមាមាត្រគ្នាគឺអត់មានច្រើនទេហើយដល់ពេលដែលទៅខ្ញុំរីកមិនថាកុំមើលតែមួយទៀតគឺយ៉ាងហោចណាស់3ហើយ3ហ្នឹងមិនមែនគ្រាន់តែឆាតអនឡាញតែអ្នកគ្នារឿងសម្អាងមួយត្រូវតែទៅដល់ទីតាំងសួរនាំឲ្យអស់អ្វីអ្នកគ្នាចង់ដឹងគឺសួរនាំឲ្យអស់នៅក្នុងហ្នឹងតែម្ដងខ្ញុំនឹងធ្វើវីដេអូនៅក្រោយទៀតថាតើនៅពេលដែលយើងមើលសម្អាងយើងគួរសួរនាំពីអីខ្លះដើម្បីយើងទុកចិត្តថាតើការងារគាត់មិនដែរយើងអាចទទួលយកបានអត់ក្នុងវីដេអូនេះគឺខ្ញុំប្រាប់តែពីអ្វីអ្នកគ្នាត្រូវធ្វើបន្ទាប់ពីដឹងពលាការធ្វើម៉េចឲ្យបានពីរហ្នឹងអាគារការហើយនឹងសម្អាងត្រូវតែកក់ឲ្យបានទាំងអស់គ្នាកុំភ្លេចណាព្រោះដោយសារពីរហ្នឹងតែគៀកថ្ងៃពេកពិបាករកគឺយើងអត់អាចរកអ្វីមួយដែលពេញចិត្តយើង100%បាននេះ